អ្នកដែលលៀនឌីសដែលគាត់ឈឺចង្កេះចាក់មកជើងហ្នឹងណាប្រសិនបើមាន3រោគសញ្ញានេះគួរតែបញ្ញាប់មកពេទ្យពិនិត្យមើលឲ្យត្រឹមត្រូវគាត់នឹងអាចវិវត្តទៅរកពិការភាពថ្ងៃក្រោយរោគសញ្ញាទី1គាត់ពិបាកបត់ដៃបត់ជើងដោយសារតែគាត់ឈឺខ្លាំងពេកឬក៏ការបត់ដៃបត់ជើងគាត់ហ្នឹងគឺចេញតែខ្លួនឯងតែម្ដងដឹងទាំងអស់គ្នាថារោគសញ្ញាអ្នកលៀនឌីសគឺឈឺចង្កេះខ្លាំងឬក៏ឈឺចង្កេះចាក់មកជើងខាងឆ្វេងឬក៏ជើងខាងស្ដាំប៉ុន្តែប្រសិនបើមានរោគសញ្ញាពិបាកបត់ដៃបត់ជើងមានន័យថាគាត់បត់ជើងទូចចេញតែឯងបត់ជើងធំចេញឯងទប់បត់បានអាហ្នឹងគឺជាបញ្ហាហើយណារោគសញ្ញាទី2គាត់មានស្ពឹកនៅកភ្លៅខាងក្នុងឬក៏ជុំវិញប្រដាប់ភេទហ្នឹងការស្ពឹករបស់អ្នកលៀនឌីសណាភាគច្រើនគឺឈឺចង្កេះចាក់មកជើងធ្វើឲ្យមានស្ពឹកជើងខាងឆ្វេងជើងខាងស្ដាំប៉ុន្តែវាកម្រឲ្យមែនទែនដែលធ្វើឲ្យគាត់ស្ពឹកនៅកភ្លៅខាងក្នុងឬក៏ជុំវិញប្រដាប់ភេទអញ្ចឹងបើសិនបើមានបញ្ហាហ្នឹងគឺគាត់មានបញ្ហាធ្ងន់ធ្ងរណារោគសញ្ញាទី3គាត់ធ្លាក់ផ្អប់ជើងឬក៏ទន់ជើងមកខាងដែលគាត់ឈឺចាក់មកជើងហ្នឹងឬក៏ទន់ជើងទាំងសងខាងឬក៏ដាស់អូសជើងសរុបមកវិញចំពោះអ្នកលៀនឌីសណាបើសិនបើមានមួយក្នុងចំណោមរោគសញ្ញាទាំង3ហ្នឹងណាគួរតែមកពិគ្រោះយោបល់ជាមួយវិជ្ជាបណ្ឌិតឯកទេសថាតើរោគសញ្ញារបស់គាត់ហ្នឹងណាគួរតែព្យាបាលដោយការវះកាត់ឬក៏ព្យាបាលដោយការប្រើថ្នាំឲ្យទាន់ពេលវេលាជៀសផុតពីពិការភាពថ្ងៃក្រោយ